តោះអញ្ចឹងមកជាថ្មីម្ដងទៀតក្នុងការ configure Windows Server 2022យើងបន្ទាប់ពីយើងបានរៀបចំ ADDS យើងរៀបចំ folder OU ហើយយើងធ្វើ DNS forward lookup zone និង reverse lookup zone បានរួចរាល់ហើយdelay ចំណុចទី6តាក់ទងមួយ FFRM នេះយើងអាចធ្វើមុនក៏បាន DHCP មុនក៏បានអញ្ចឹងខ្ញុំសម្រាប់ធ្វើលើ service DHCP មុនអញ្ចឹងមុននឹងយើង add service DHCP យើងគួរតែស្វែងយល់អំពី DHCP សិនតើវានឹងជាអ្វីអញ្ចឹងនៅក្នុងនេះគេប្រាប់យើងថា what is DHCP អញ្ចឹង DHCP is a dynamic host configuration protocol បាទវាគឺជា service network មួយដែលផ្ដល់ឲ្យនៅ IP address automatic បាទទៅឲ្យ client computer អញ្ចឹង without DHCP you must manually config អញ្ចឹងគេថាប្រសិនបើគ្មាន DHCP ទេយើងត្រូវការ config ដោយខ្លួនឯងអញ្ចឹង DHCP វាបានផ្ដល់ឲ្យនៅ IP address subnet mask default gateway DNS អញ្ចឹងគេដាក់ថា with DHCP everything is automatic ជាមួយនឹង DHCP យើងអាច automatic គ្រប់យ៉ាងទាំងអស់តែម្ដងណាអញ្ចឹងគេសួរយើងថា why DHCP is important in real company network មិនបានវាមានសារៈសំខាន់បាទអញ្ចឹងយើងសាកស្រមៃមើលជាមួយនឹង computer ដែលច្រើនជាង100គ្រឿង printer IP phone Wi-Fi device អញ្ចឹងលក្ខខណ្ឌនៅពេលដែលគ្មាន DHCP admin ត្រូវតែចុះទៅ assign IP address ចុះទៅដាក់ IP address នៅតាម device នីមួយៗអញ្ចឹងបើមាន100គ្រឿងយើងត្រូវធ្វើ100ដងមាន200គ្រឿងយើងធ្វើ200ដង high risk of IP conflict អញ្ចឹងវាប្រឈមមុខខ្លាំងមែនទែនជាមួយនឹងការដាក់ IP ជាន់គ្នាណា hard to manage មានថាពិបាកក្នុងការគ្រប់គ្រងមែនទែនជាមួយនឹង DHCP វិញបាទ device ទាំងអស់ត្រូវបានទទួលនៅ IP automatic អញ្ចឹងយើងងាយស្រួលក្នុងការគ្រប់គ្រងគឺយើងគ្រប់គ្រងតាមរយៈ server យើងទៅ prevent IP conflict បាទការពារមិនឲ្យមាន IP ជាន់គ្នា easy troubleshooting ងាយស្រួលក្នុងការtroubleshoot ដោះស្រាយបញ្ហាផ្សេងៗនៅពេលដែលវាជួបបញ្ហាណាអញ្ចឹងដំណើរការនៃ DHCP បាទវាដំណើរការនៅពេលដែល client computer connect មកកាន់ network យើងអញ្ចឹង DHCP វានឹងដំណើរការទី1គេហៅថា DHCP discover អញ្ចឹងវានឹងធ្វើការ DHCP discover ហ្នឹងគឺ client computer អ្នកធ្វើណាបាទអញ្ចឹង client broadcast សួរថាតើមាន DHCP server អត់អញ្ចឹងវាសួរក្នុងបណ្ដាញ network ហ្នឹងវាអាចសួរទៅកាន់ router ឬក៏ server អីអញ្ចឹងទៅអញ្ចឹង DHCP offer DHCP server ហ្នឹងបាន reply ឆ្លើយទៅវិញបាទអញ្ចឹង server បានឆ្លើយទៅវិញថា I can give you an IP address ខ្ញុំមាន IP អីនេះអញ្ចឹងខាង client នេះគាត់ថាអូខេអញ្ចឹងឲ្យខ្ញុំមកខ្ញុំទទួលអញ្ចឹង DHCP acknowledge DHCP confirm ណាខាង server យើង confirm ឲ្យប្រាប់ថាហ្នឹងអញ្ចឹងយក IP នេះយកទៅប្រើទៅអញ្ចឹងដំណើរការនៃការធ្វើ DHCP server គេមានអក្សរកាត់គេហៅថា DORA discover offer request and acknowledge ចឹងអាកន្លែង acknowledge ហ្នឹងគឺជាកន្លែងដែលចុងក្រោយគេណាគឺយក IP ទៅប្រើពាក់ព័ន្ធជាមួយនឹងតើ DHCP server វាផ្ដល់ឲ្យនៅអីគេខ្លះអញ្ចឹង DHCP server វាផ្ដល់ឲ្យ client នៅទី1គឺ IP address ដែល client ត្រូវប្រើ subnet mask default gateway DNS server បាទ DNS server គឺ DNS ដែលរបស់ server របស់យើង IP របស់ server យើងហ្នឹងហើយនឹង last time រយៈពេលដែល client អាចរក្សានៅ IP មួយហ្នឹងអញ្ចឹងវាមានពេលកំណត់ត្រឹម1ថ្ងៃ2ថ្ងៃ8ថ្ងៃឬក៏12ម៉ោង8ម៉ោងអាស្រ័យទៅលើយើងអ្នក assign ណាអញ្ចឹង concept របស់ DHCP server នៅក្នុង Windows Server 2022យើងទី1មុននឹងយើងនិយាយពី DHCP server យើងត្រូវស្គាល់ scope គឺជា range នៃ IP address ដែល DHCP ផ្ដល់ឲ្យអញ្ចឹងវាមាន start IP និង end IP ដែលចាប់ផ្ដើមឲ្យគេនិង IP ដែលបញ្ចប់បានន័យថាឲ្យត្រឹមលេខប៉ុណ្ណាបញ្ចប់ត្រឹមលេខប៉ុណ្ណាឧទាហរណ៍ដូចមួយនេះគេឲ្យពី 192.168.100 រហូតដល់ IP 192.168.200 អញ្ចឹង IP 99ចុះក្រោមគឺមិនបានផ្ដល់ជូនទេហើយ IP 200ឡើងក៏មិនត្រូវបានផ្ដល់ជូនដែរណាអានឹងគេហៅថា scope តាក់ទងជាមួយនឹង exclusion range
the IP address inside scope that DHCP will not assign អញ្ចឹងបានន័យថាជា IP ទាំង line ណាដែលនៅក្នុង scope ដែរតែ DHCP នឹងមិនផ្ដល់ឲ្យនោះទេបាទ IP ដែលយើងរក្សាទុកយើងអត់បានឲ្យទេជាក់ស្ដែងប្រសិនបើយើងដាក់ 192.168.1.150 ដល់ 160 អញ្ចឹងមានន័យថាចន្លោះ IP 150 ដល់ 160 យើងអត់ឲ្យ DHCP នឹងបោះទៅឲ្យ client ទេគឺយើងរក្សាទុកដដែលអញ្ចឹងជាធម្មតាការរក្សាទុក IP ទាំងអស់នោះគេរក្សាទុកដើម្បីអីអញ្ចឹងគេរក្សាទុកដើម្បីដាក់ទៅលើ server ទៅលើ printer ទៅលើ network device បាទអញ្ចឹងបានន័យថាដូច printer អី IP វាអត់ប្រែប្រួលទេគឺគេច្រើនតែប្រើ static IP ណា server ក៏ដូចគ្នាអញ្ចឹងចំណុចទី3និយាយអំពី less time duration យើងនិយាយអំពីរយៈពេលដែលយើងផ្ដល់ឲ្យមិញហ្នឹងអញ្ចឹង client ទទួលបាន IP យកទៅប្រើ by default បាទបើយើងមិនធ្វើការកែប្រែទេ DHCP server នឹងផ្ដល់ជូន IP ទៅឲ្យ client នឹងអាចប្រើបានរយៈពេល8ថ្ងៃអញ្ចឹង you can change shortlist for Wi-Fi longer less for Office PC គេថាយើងអាចផ្លាស់ប្ដូរបានដែរបាទដូចសម្រាប់ឧទាហរណ៍គេថាសម្រាប់ Wi-Fi យើងអាចឲ្យវារយៈពេលតិចៗទៅហើយយើងអាចទុកពេលវាឲ្យយូរជាងហ្នឹងសម្រាប់ Office PC អញ្ចឹងទៅណា reservation បាទចំណុចទី4តកតងមួយ reservation គឺជាការ assign permanent IP to specific device តាមរយៈ MAC address បានន័យថាយើងឲ្យ IP ជាក់លាក់ណាមួយទៅឲ្យ device ណាមួយតាមរយៈ MAC address អញ្ចឹង IP មួយហ្នឹងគឺវាអត់ប្រែប្រួលទេ device មួយហ្នឹងគឺបាន IP មួយហ្នឹងរហូតតែម្ដងបានន័យថាផុតរយៈពេលក៏អត់យកមកវិញដែរណាអាហ្នឹងតកតងជាមួយនឹង reservation អញ្ចឹងកន្លែងនេះគេថា printer always get បានន័យថា printer machine printer មួយហ្នឹងគឺតែងតែបាន IP 192.1.150 អញ្ចឹងអាហ្នឹងជា IP reservation ណាអញ្ចឹង IP reservation វាស្គាល់តាមរយៈ MAC address ហើយយើងអត់ចាំបាច់ចុះទៅ assign ផ្ទាល់ទេណាយើងស្គាល់តែ MAC address ផុសគេមកយើងអាចប្រើប្រាស់នៅ IP reservation ផ្ដល់ IP ជាក់លាក់ឲ្យគេតែម្ដងណាអញ្ចឹងអាហ្នឹងពាក់ព័ន្ធមួយនឹង DHCP server អញ្ចឹងយើងចូលមកកាន់កម្មវិធី VMware យើងហើយយើងនឹង add switch DHCP server ឲ្យទៅកាន់ Windows Server 2022របស់យើងអញ្ចឹងយើងបើកម៉ាស៊ីនឡើងវិញបាទខ្ញុំបើកម៉ាស៊ីន server ខ្ញុំឡើងវិញរួចយើងអាចចូលទៅកាន់ tool បាទតើតោះមួយការ add service ផ្សេងយើងអត់ចូលទៅ tool ទេកន្លែងនេះណាយើងអាចចូលទៅកាន់ manage ហើយយើងយកពាក្យថា add rule and feature ហើយជាធម្មតានៅក្នុង dashboard យើងអាចចុចលើ dashboard ក៏មានជម្រើសឲ្យយើងដែរណា add rule and feature នៅលើចំណុចដែលគេដាក់ក្បាលវាគឺលេខ 2 នេះណាមកចុចលើនេះតែម្ដងក៏បានមកចុចមកបន្តមកទៀតកន្លែងនេះយើងចុច next ចំពោះកន្លែងនេះយើងចុច next បាទអញ្ចឹងយើងស្វែងរក service ដែលយើងចង់ add នេះគឺ DHCP server នេះឃើញណា click លើវាមកបាទ tick លើវាមកបន្តមកទៀតយើងយកពាក្យថា add feature នេះហើយយើងចុច next ទៀតបាទកន្លែងនេះយើងយកពាក្យថា install អញ្ចឹង Windows Server 2022នឹងធ្វើការដំឡើង DHCP server tool ឲ្យយើងណារងចាំរហូតទាល់តែការដំឡើងនឹងរួចរាល់អញ្ចឹងយើងត្រូវរងចាំតិចសិនកន្លែងនេះបើយើងអត់ចង់ឃើញផ្ទាំងទេយើង close ទៅណាវានឹង load នៅកន្លែងទង់ជាតិ notification នេះណាពេលរួចរាល់វាប្រាប់យើងហើយយល់ល្អយើងគួរតែ restart ម៉ាស៊ីនមួយនៅពេលដែលយើងដំឡើង DHCP server រួចរាល់ណាចឹងបញ្ជាក់ត្រង់ចំណុចនេះយើងត្រូវការរងចាំបន្តិចណារងចាំបន្តិចរហូតដល់វាហើយទៅយើងអាចបន្តទៅ activate DHCP server នឹងបានណាចឹងឡងពេលដែល DHCP server កំពុងតែដំឡើងខ្ញុំសូមត្រឡប់មកកាន់ចំណុច DHCP server ឧបករណ៍ណាខ្លះដែលអាចបោះ DHCP server បានជាក់ស្ដែងគឺមាន router និង server ឥឡូវនៅក្នុងលំហាត់យើងនេះណាក្នុងលំហាត់យើងនេះយើងមាន IP 192.168.3 បាទ subnet mask គឺ 255.255.255.0 ដែលវាជា IP របស់
server យើងណាជា IP របស់ server ចឹងចំពោះ IP gateway IP router គឺ IP យើងហៅថា gateway គឺយើងបាន 192.168.89 màយើងអាចចូលមកមើលនៅលើ local server យើងនេះហើយយើងចូលកន្លែង IP នេះបាទយើងអាចមកស្ដាំយកពាក្យ status detail យើងឃើញអញ្ចឹង gateway យើងគឺ .2 ណា gateway យើងគឺ .2 .89.2 ណាគឺជា gateway អញ្ចឹងត្រង់ចំណុចនេះដោយសារតែ router យើងក៏មាន DHCP server ហើយ server យើងនេះក៏មាន DHCP server ដែរណាអញ្ចឹងធ្វើឲ្យការបោះ IP អូតូទៅឲ្យ client ហ្នឹងអាចនឹងជួបបញ្ហាជាន់គ្នាអញ្ចឹងត្រង់ចំណុចនេះប្រសិនបើយើងជ្រើសរើសឲ្យ server ជាអ្នកបោះ DHCP server យើងត្រូវតែបិទ router មិនឲ្យបោះ DHCP server ឬក៏យើងចង់ឲ្យ router ជាអ្នកបោះ DHCP server យើងមិនគួរប្រើ service DHCP server នៅក្នុង router ទេតែជាក់ស្ដែងដោយសារតែជាមេរៀនអញ្ចឹងខ្ញុំនឹងធ្វើការបិទ DHCP server ដែលបោះដោយ router ហើយអនុញ្ញាតឲ្យ DHCP server ប្រើប្រាស់ជាមួយនឹង server វិញណាអញ្ចឹងយើងចូលមកកាន់ត្រង់ចំណុចedit នេះហើយយើងយកពាក្យថា Virtual Network Editor អានេះសម្រាប់តែពាក់ព័ន្ធមួយនឹងអ្នកដែលប្រើប្រាស់ VMware ណាហើយបើអ្នកដែលប្រើប្រាស់លើម៉ាស៊ីនជាក់ស្ដែងយើងទៅបិទពីក្នុង router តែម្ដងអញ្ចឹងនៅក្នុងនេះដោយសារតែខ្ញុំប្រើប្រាស់ VMware ខ្ញុំចូលមកកាន់ Network Editor នេះយើងយកពាក្យថា Change Setting Yes បាទបន្តមកទៀតដោយសារតែយើងប្រើប្រាស់ adapter network ចឹងជាប្រភេទ NAT VMnet 8នេះយើងចុចលើវាមួយមកអញ្ចឹងកន្លែងនេះយើងឃើញថា DHCP service យើងបាទនេះគឺជា DHCP service ហើយបើយើងចុចលើ setting របស់វាយើងឃើញថាវាធ្វើការបោះនៅ IP ពីលេខ128ដល់លេខ254ណានឹងលេខដែលបោះដោយ DHCP របស់ router ហើយវាបោះរយៈពេល30នាទីទេណាអញ្ចឹងប្រសិនបើយើងមិនចង់ឲ្យឬក៏ចង់ក៏ដោយក៏អត់បញ្ហាដែរអាស្រ័យលើយើងណាឥឡូវយើងនៅទុកមួយ128ដល់254ណា128ដល់254អានឹងបោះពី router មកណាអញ្ចឹងត្រង់ចំណុចនេះដើម្បីបង្ការបោះ IP ជាន់គ្នាយើងនិយាយគ្នាមិញយើងគួរតែបិទចោលណាអញ្ចឹងខ្ញុំមិនអនុញ្ញាតឲ្យ DHCP server បោះតាមរយៈ router ទេអញ្ចឹងខ្ញុំអាចដក text កន្លែង use local DHCP service នេះណាដក text នឹងចេញមករួចយើងយកពាក្យ apply ហើយយើង OK បាទអញ្ចឹងតែប៉ុណ្ណឹងមកគឺ DHCP server ពី router គឺអត់បោះទេណាអត់បោះទេអញ្ចឹងយើងមកមើលក្នុង server 2022របស់យើងវិញឃើញថាការដំឡើងគឺរួចរាល់ហើយបាទរួចរាល់ហើយយើងចុចលើវាមួយអានេះគេឲ្យយើងធ្វើការ set up DHCP server ហ្នឹងហើយអញ្ចឹងយើង click next កន្លែងនេះយើងយក next បាទយើង commit មួយមក close បាទបន្តមកទៀតបើយើងអត់ចង់ restart អត់ចង់អីទេចំណុចនេះយើងអាចចូលមកកាន់ DHCP server យើងនេះបាទអញ្ចឹងយើងឃើញថាវាអត់ទាន់ activate ទេអត់ទាន់ activate ទេណាអញ្ចឹងដោយសារតែវាមិនទាន់ដំណើរការទេណាអញ្ចឹងយើងចូលទៅកាន់ដំណើរការ DHCP server យើងតាមរយៈការចុចលើ tool ការចុចលើ DHCP server បាទបន្តមកទៀតយើងពលាកន្លែងដោយសារតែ DHCP server យើងដើរនៅលើ DC01 និង domain យើង Carry Cambo នេះយើងពលាវាមួយមកអញ្ចឹង DHCP server មាន2 service គឺ IPv4 និង IPv6 អញ្ចឹងយើងធ្វើលើ IPv4 ចុចពលា IPv4
រួចចុចលើ DHCP option អញ្ចឹងវាអត់ទាន់មានទេអញ្ចឹងដើម្បីឲ្យវាមានយើងចុចមកខាងស្ដាំនៅលើពាក្យថា IPv4 យើងយកពាក្យថា new scope ហើយយើងយកពាក្យថា next កន្លែងនេះ scope យើងអាចដាក់ឈ្មោះមួយអីក៏បានដែរខ្ញុំឲ្យឈ្មោះថា LAN PC អញ្ចឹងចុះបាទ description យើងចង់ដាក់អីក៏បាននៅកន្លែងនេះណាគ្រាន់តែជាឈ្មោះនិង description next start IP អញ្ចឹងយើងត្រូវគិតតែយើងរៀនថា DHCP គឺសំខាន់ទៅលើ start IP និង end IP យើងចង់បោះចន្លោះពីលេខណាដល់លេខណាអញ្ចឹងមិញយើងឃើញថា IP បោះយើងគឺចាប់ផ្ដើមបោះពីលេខណាទៅលេខណាស្អីចិត្តយើងណាឥឡូវដោយសារតែ IP មួយចំនួនយើងកັບទុកហើយខ្ញុំ copy អានេះមកអញ្ចឹងខ្ញុំនឹងឲ្យវា89ខ្ញុំនឹងឲ្យវាបោះពីលេខ101ចុច150អញ្ចឹងចុះ150 IP ណាប្រសិនតែយើងគិតថាមិនចង់បោះដល់ហ្នឹងយើងអាចបោះពីលេខ50ទៅក៏បានដែរត្រង់ចំណុចនេះមកយើងអាចបោះពីលេខ50ទៅក៏បានដែរណាអញ្ចឹងខ្ញុំបោះពីលេខ50ដល់លេខ150ហើយមួយ51ដល់150គឺមាន100 IP អញ្ចឹងយើងចុច next កន្លែងនេះគឺ close ហ្នឹងគឺកន្លែងដែលយើងកាប់ទុកអញ្ចឹងយើងកាប់ទុកយើងរក្សាទុក IP មួយចំនួនគឺ89 51នេះយើងទុកមែនអត់រហូតដល់លេខចុច89ចុច60អញ្ចឹងខ្ញុំទុក IP ចំនួន10អត់ឲ្យបោះឲ្យទេណាខ្ញុំកាប់ទុកគឺកាប់ទុកពីលេខ51ដល់លេខ60 add next កន្លែងចំណុចនេះគឺរយៈពេលមិញ8ថ្ងៃបាទខ្ញុំទុក8ថ្ងៃអញ្ចឹងតែម្ដងទៅ next បាទ next ទៀតកន្លែងនេះយើងយក next បាទហ្នឹងគឺជា IP gateway យើងមកមើលអ្វីដែលយើងនៅទុកមិញ gateway គឺ IP for router យើងគឺកតុយវាគឺ 89.2 ណាអញ្ចឹងយើងដាក់ 192.89.2 add ទៅចូលមក next បាទកន្លែងនេះគឺជាកន្លែងដាក់ DNS ដោយសារតែយើងបានរៀបចំអស់ហើយ DNS 89.3 server របស់យើងហើយនឹង88 next អានេះពាក់ព័ន្ធមួយ Wing server នេះយើងអត់មានទេអញ្ចឹងយើង next ទៅ yes I want to activate អញ្ចឹងកន្លែងនេះវាចង់ឲ្យយើង activate ឥឡូវឬក៏នៅអញ្ចឹងបើយើង activate យើងចុច next មកគឺ activate ពេលនេះតែម្ដងណា next finish អញ្ចឹងកន្លែងនេះ scope យើងបាទវា activate ឬមិន activate វាពេលដែលវា activate វានឹង load ពណ៌បៃតងបាទវានឹង load ពណ៌បៃតងអញ្ចឹងយើងចុចមកស្ដាំយកពាក្យអានេះ deactivate មានន័យថាបិទណាបើ activate មានន័យថាវាដំណើរការបាទអញ្ចឹងយើងអាចប្រើប្រាស់ command cmd យើងអាចប្រើប្រាស់ command gp update/force ម្ដងទៀតជា command មួយឲ្យវា update នៅ policy នៃ server បន្តិចអញ្ចឹងពេលនេះខ្ញុំឲ្យវា update ហើយsuccessful កន្លែងនេះជាមានកន្លែង refresh action refresh ឃើញថាវា load សញ្ញាគ្រីសពណ៌បៃតងអញ្ចឹងបានន័យថា DHCP server របស់យើងគឺដំណើរការអញ្ចឹងរៀងរាល់ម៉ាស៊ីន client ម៉ាស៊ីន PC ណាដែលដោតចូលមកកាន់ switch របស់ network យើងហ្នឹងវានឹងបាន IP auto ដែលបោះដោយ server យើងហើយណាឥឡូវឃើញថា server យើងដំណើរការរួចរាល់ហើយអញ្ចឹងខ្ញុំនឹងធ្វើការនេះដោយសារវាហើយយើងអាចខ្វែងបិទវាបានខ្ញុំនឹងធ្វើការ restart ម៉ាស៊ីនខ្ញុំមួយបាទ restart server យើងមួយចុះ file power restart ណាអញ្ចឹងក្រោយពី restart ម៉ាស៊ីន server យើងហើយយើងត្រូវការរៀបចំនៅម៉ាស៊ីន client ណាម៉ាស៊ីន client អញ្ចឹងតើតើមួយការរៀបចំម៉ាស៊ីន client យើងនេះបាទវាអាចជា Windows 10 Windows 7អញ្ចឹង Windows 10 Windows 7 ឬ Windows 11អីស្អីចិត្តយើងណាជាស្រ័យដូចផងខ្ញុំមានម៉ាស៊ីន Windows 10នេះណា
chẳng mà sân Windows 10 này dương mà mơ network adapter về cái này nè chẳng network adapter về này cứ video trình nè tại chẳng cầm trâu hay Windows server dương còn net Windows 10 dương này còn net chẳng những bác Windows 10 là mấy chẳng mà đòn tiết mấy dương bàn ai server dương cứ mùi rồi cà phí mà không mấy cho bài tầm 4 cho để chỉ dẫn bọc bị lệ hà đối đầu lệ mùi rồi hà nó dẫn bọc bị lệ nằm có bàn tái dương bàn exclusive nó cứ mùi rồi cà phí cho lòng mấy cho bài tầm 4 cho hà muối đó học sập chẳng DHCP server dân cái lại nó cứ việc cập tục này chẳng việc cua tại bỏ IP lệ học sập mùi tới ao vậy kì Windows 10 á và việc cua tại bỏ IP lệ học sập muối ở Windows 10 là dân tuần bạc mình nè chẳng như một mơ mà tại vì bật chip bỏ lại mà nhưng bạn Windows 10 như này sign in chẳng như một mơ IP vào Windows 10 ấy tạm dạ CMD mỏng và CMD anh ấy đọc bạc bên screen là bật đọc tiền này và ok này chỉ thằng mà về tìm tiền đại gia về thông mày giống này về tìm tiền dân confirm browser vì một chân uốn ok chẳng đi chỉ Windows đọc vào nhóm này bật về sân nó đi chỉ Windows 10 và Windows 10 dưỡng chẳng mấy nhân gì cái này dân cho CMD rồi dân vay command nằm vay check mở IP cứ IP config chẳng khơi tha việc bàn lệ không anh ấy chỉ IP check để mà sân ít được sai có bao bị một màu chẳng nhầm nòng thưa ca bỏ IP nâng chính chạy sau đấy việc cu tại bàn IP mùi rồi cả phí mà mấy cho bạn muốn chơi học sập mùi chỉ IP để dân điệp trong màu vì Windows server chứ ấy chẳng nằm bấy bỏ IP tránh những IP command IP config đỏ clear muối slash release chẳng command mỗi ní viên bỏ IP luôn này cháu hay command TP làm bày tụi bàn IP với những IP command IP config đó đấy tại slash renew này rồi chúng ta chẳng vì thưa cả tìm tia IP mà vậy chẳng mở lượng nắng ta viên thằng bàn IP lấy mà này IP để việc bàn đó ta việc bàn nó bị nè bàn IP dot dial mà IP đó đại nó đã xa tại IP mỗi này vì chụp chỉ mỗi năng Windows 10 thì ta hai chẳng vì chụp IP trong tay mà đó đấy chẳng là mấy trong đăng tha vì bật chế bàn IP thông mây rồi có odd nhom năng thưa ca restart mà sân Windows 10 này mỗi phụ IP để bàn mình bên tập bàn vì nè vì router việc toàn bàn vì Windows server chứ đấy chẳng nhom restart mà sân nằm bay ở Windows 10 này là tụ bàn nơi IP đã bỏ một phí Windows server chứ này. Chẳng cho nói ní là rong trăm tài sân video riêng về này một phây chiên một tí chẳng riêng rong trăm tài sân đấy Windows 10 dương trong rộng là bao Windows 10 ấy cứ hiện đối dứt trên Windows Server cho nó đài vì dứt vì lớn đại dương gì cái này cứ cao điệp trong hardware bên đấy chỉ sẽ đôi Windows 10 ấy mà còn sẽ làm dọc biển setting ở đây kênh setting mình đại biển manage nó setting nâng khóm chẳng lại sai để xe RAM tại PGT chỉ mùi nâng processor tại mùi thì tập vừa việc đá riêng dư chẳng này ok chẳng như một mơ IP lòng tiếp và
ចឹងមិញយើងវាយ command cmd មែនអត់បាទហើយយើងវាយ command នេះគេទៀត ipconfig ណាបាទ ipconfig ឥឡូវវានៅតែជាប់អាចាស់តារាទៀតយើងវាយពី ipconfig /release បាទខ្ញុំឲ្យវា release IP ចោលហើយខ្ញុំចូលទៅកាន់ mcpa.cpl នេះខ្ញុំ disable network device នេះសិនរួចខ្ញុំធ្វើការ enable វាវិញអូខេហើយយើងធ្វើការ ipconfig ម្ដងទៀតបាទនេះមកណាអញ្ចឹងយើងត្រូវការ disable and enable network ណាបាននេះគឺបាន IP 192.89.61 អានេះជា gateway អញ្ចឹងដើម្បីមើល DNS ក្នុង CMD បានយើងអាចប្រើ command ipconfig/or ណា gateway អូសេខុស ipconfig/or បាទនេះជាព័ត៌មានទាំងអស់តែម្ដងអានេះគឺជា MAC address បាទដែលយើងនិយាយគ្នាមិញណាយក MAC address ហ្នឹងបាទចំពោះ DNS គឺក៏មកដែរ carrykemo.com.kh នេះជា DNS server ដែលបោះមកឲ្យហ្នឹងណាដូចយើងរៀបចំហ្នឹងបាទ gateway អញ្ចឹង IP ដែលយើងទទួលបានគឺ61នេះបាទត្រឹមត្រូវអញ្ចឹងការធ្វើ DHCP server បោះមកឲ្យ client គឺមានតែប៉ុណ្្នឹងទេបើមានចង្អល់អាចឆាតសួរបានអរគុណច្រើនបាទ